ជាបឋមខ្ញុំសូមក្រាបថ្វាយបង្គំព្រះអង្គឈិតសំណាងដែលជាវាគ្មិននៅក្នុងនេតិនេះហើយសូមគោរពបងប្អូនជនរួមជាតិមិនអ្នកស្ដាប់ជាទីរាប់អានហើយក៏សូមក្រាបថ្វាយបង្គំព្រះសង្ឃព្រះថេរានុថេរៈគ្រប់ព្រះអង្គដែលតាមដានស្ដាប់កម្មវិធីនេះជាទីសក្ការៈចំពោះគំនិតរបស់ខ្ញុំផ្ទាល់មនុស្សម្នាក់ត្រូវតែរស់នៅប្រកបដោយគោលដៅក៏ប៉ុន្តែយើងត្រូវតែទៅជែកអំពីគោលដៅដែលមនុស្សយើងកំណត់យកជាទិសដៅសម្រាប់ជីវិតថាតើគោលដៅបែបណាទើបជាគោលដៅប្រកបទៅដោយសិលធម៌តាមការពិចារណាដោយកតេបណ្ឌិតហើយគោលដៅបែបណាជាគោលដៅអសិលធម៌មនុស្សម្នាក់ចាំបាច់កើតមកត្រូវតែមានគោលដៅសម្រាប់ជីវិតរបស់ខ្លួនក៏ប៉ុន្តែជាយូរយារណាស់មកហើយយើងពុំសូវបានធ្វើការវែកញែកទៅចែកគ្នាថាតើគោលដៅបែបណាជាគោលដៅប្រកបដោយសិលធម៌ពិតប្រាកដនោះទេខ្ញុំលើកឧទាហរណ៍ថាមនុស្សម្នាក់កើតមកគឺគេប្រុងប្រៀបជាមួយនឹងគោលដៅផ្ទាល់ខ្លួនរបស់គេឧទាហរណ៍ថាគេចង់ធ្វើពេទ្យគេចង់បង្កើតគ្រួសារមួយដែលមានកូន2នាក់3នាក់ជួនកាលអ្នកខ្លះចង់បានកូនប្រុសមុនកូនស្រីមុនកូនប្រុស2កូនស្រី3កូនប្រុសប្រមាណកូនស្រីប្រមាណកូនទី1ធ្វើអ្វីកូនទី2ធ្វើអ្វីកូននេះជាអ្នកចម្រៀងកូននោះជាដុកទ័រខ្ញុំខ្លួនឯងផ្ទាល់ជានឹងចង់ធ្វើជារដ្ឋមន្ត្រីចង់ធ្វើជាតំណាងរាស្ត្រចង់ធ្វើជាពេទ្យជាអីសួរថាតើនោះជាជីវិតប្រកបដោយគោលដៅដែលយើងគួរយកមកទៅចែកគ្នាដែរឬអត់ឬក៏ជីវិតមួយដែលធ្វើប្រយោជន៍សម្រាប់សង្គមទូទៅថាជាជីវិតប្រកបដោយគោលដៅប្រកបដោយសិលធម៌ដែលយើងគួរតែបណ្ដុះបណ្ដាលក្នុងសតិសម្បជញ្ញៈនៃប្រជាប្រដ្ឋយើងនឹងទៅចែកអំពីជីវិតដោយគោលដៅប្រកបដោយសិលធម៌ដែលជាគុណប្រយោជន៍សម្រាប់បុគ្គលគ្រប់រូបគួរធ្វើសម្រាប់មនុស្សចំនួនក្រោយឬយ៉ាងណានៅក្នុងការពិភាក្សាបន្តិចទៀតសូមអរគុណយើងឃើញថានេះតាក់ទងទៅនឹងធានបទឬក៏ការចំណាប់អារម្មណ៍របស់បដិជនក៏ដូចជាលោកខំវាសនាតាក់ទងទៅនឹងជីវិតប្រកបដោយគោលដៅនេះក្នុងនាមខ្ញុំជាអ្នកសម្របសម្រួលមានសំណួរតាក់ទងទៅនឹងបញ្ហានៃជីវិតប្រកបដោយគោលដៅនេះយើងឃើញហើយថានៅក្នុងសង្គមមួយគឺមានប្រជាពលរដ្ឋទាំងអស់នោះជាកោសិកាឬក៏ជាធាតុរបស់សង្គមហើយនៅក្នុងនោះទៀតដែរគឺយើងមានសង្គមនោះអាចបែងចែកជាល្អិតបំផុតដូចជានៅក្នុងក្រុមគ្រួសារឬក៏នៅក្នុងបណ្ដាសង្គមផ្នែកការងារណាមួយស្ថាប័នឬក៏សហជីពការងារកន្លែងក្រសួងមន្ទីររបស់ស្ថាប័នរដ្ឋរាល់បញ្ហាទាំងអស់នៃដំណើររបស់ប្រជាពលរដ្ឋនៅក្នុងសង្គមនឹងអ្នកទាំងអស់នោះមានកំណត់គោលដៅនៃជីវិតរបស់គាត់រៀងៗខ្លួនប៉ុន្តែខ្ញុំធ្វើការចាប់អារម្មណ៍នៅត្រង់បញ្ហាជីវិតរស់នៅក្នុងសង្គមយើងសពថ្ងៃនេះធម្មតាយើងរស់នៅក្នុងសង្គមមួយយើងត្រូវមានទិសដៅមួយទី1យើងអាចគិតថាសម្រាប់បុគ្គលយើងផ្ទាល់ខ្លួនហើយនឹងក្រុមគ្រួសារប៉ុន្តែមួយចំណែកទៀតយើងត្រូវតែមានផលប្រយោជន៍ចំពោះសង្គមជាតិតាក់ទងនឹងបញ្ហាទាំងអស់នេះខ្ញុំចង់ឲ្យបដិជគុណក៏ដូចលោកវិក្មិនធ្វើការបកស្រាយតើមនុស្សគ្រប់រូបក្នុងការរស់នៅក្នុងសង្គមនឹងតើជីវិតប្រកបដោយគោលដៅនោះតើគួរយើងគិតថាជាប្រយោជន៍ចាំបាច់ផ្ទាល់ខ្លួនគេអាចហៅថាបុគ្គលនិយមតាក់ទងគេថាឬក៏សុភាសិតមួយគេថាគំនិតសួនទោះបាននេះគិតតែប្រយោជន៍ផ្ទាល់ខ្លួនតើនោះជាទិសដៅនៃជីវិតនៅក្នុងសង្គមឬក៏យ៉ាងណាព្រោះយើងរស់នៅក្នុងសង្គមមួយមានបញ្ហាមួយចំនួនតាក់ទងនឹងបញ្ហាផ្ទាល់ខ្លួនក្រុមគ្រួសារនិងបញ្ហាមួយទៀតនៃដំណើរជីវិតយើងតាក់ទងនឹងក្នុងសង្គមជាដំបូងខ្ញុំសូមជូនទៅលោកខំវាសនាដើម្បីធ្វើការបកស្រាយសូមអញ្ជើញខ្ញុំសូមគោរពបងប្អូនជនរួមជាតិមិនអ្នកស្ដាប់សាជាថ្មីម្ដងទៀតដោយខ្ញុំថ្លែងនៅក្នុងការចំណាប់អារម្មណ៍ទៅលើប្រធានបទខ្ញុំថាមនុស្សម្នាក់ត្រូវប្រើជីវិតរបស់ខ្លួនប្រកបដោយគោលដៅក៏ប៉ុន្តែអ្វីដែលយើងគួរតែចែកគ្នាថាតើគោលដៅជាប្រយោជន៍ផ្ទាល់ខ្លួនជាគោលដៅប្រកបដោយសិលធម៌ឬក៏ជាគោលដៅប្រកបដោយផលប្រយោជន៍សម្រាប់បុគ្គលដទៃទៀតដែលរស់នៅជាសមាជិកសង្គមជាមួយគ្នាជាគោលដៅប្រកបដោយសិលធម៌ត្រង់ចំណុចនេះយើងត្រូវតែចែកគ្នាថាធម្មតាមនុស្សម្នាក់ដែលកើតក្នុងសង្គមមនុស្សម្នាក់មានបញ្ហារបស់ខ្លួនដែលត្រូវដោះស្រាយមានចំណង់របស់ខ្លួនដែលត្រូវបំពេញក៏ប៉ុន្តែបុគ្គលដែលមានការអប់រំខ្ពស់ដែលមានការត្រេះរិះពិចារណាមានព្រះពុទ្ធព្រះបរមគ្រូនៃយើងជាឧទាហរណ៍គឺថាព្រះពុទ្ធព្រះបរមគ្រូនៃយើងបានបូជាទាំងកម្លាំងកាយចិត្ត
ពេញមួយជីវិតរបស់ព្រះអង្គក្នុងការសម្រេចទិសដៅសម្រាប់បុគ្គលដទៃដែលរស់នៅក្នុងសង្គមសួរថាហេតុអ្វីបានជាព្រះពុទ្ធទៅជាលះបង់ខ្លួនប្រាណដើម្បីជីវិតអ្នកដទៃពីព្រោះព្រះពុទ្ធបានពិចារណាប្រកបដោយកតេបណ្ឌិតប្រកបដោយបញ្ញាញាណឃើញថាជីវិតគឺពុំមានអ្វីជាសំខាន់ជាតម្លៃពិតសម្រាប់ជីវិតទេបើបុគ្គលម្នាក់ដែលមិនស្គាល់ជីវិតហើយបង្កើតបញ្ហាសម្រាប់ជីវិតខ្លួនមិនឈប់ឈរបង្កើតសេចក្តីត្រូវការសម្រាប់បុគ្គលខ្លួនមិនស្វាងរហូតឲ្យបុគ្គលនោះជាប់ក្នុងសំណាញ់នៃបញ្ហាដែលខ្លួនបានបង្កើតឡើងដោះស្រាយតាំងពីក្មេងដឹងក្តីរហូតដល់ចាស់ស្លាប់ពុំបានធ្វើអ្វីសម្រាប់ជាប្រយោជន៍សម្រាប់សង្គមទេបើតាមការពិចារណាតាមគន្លងរបស់ព្រះពុទ្ធគឺថាជាជីវិតប្រកបដោយអត្ថន័យជាជីវិតអត្ថន័យក៏ប៉ុន្តែហេតុអ្វីបានជាជីវិតហ្នឹងវាទៅជាមានន័យសម្រាប់បុគ្គលភាគច្រើននៅក្នុងសង្គមពីព្រោះប្រតិជនបានផ្ទុកនៅគំរូបែបហ្នឹងថាជាគំរូជីវិតមានន័យរហូតដល់អ្នកខ្លះថាមិនទាំងគិតអីផងគិតតែពីរស់នៅធ្វើម៉េចឲ្យបានសុបាយតាមអបាយមុខទាំងឡាយគឺស្រីស្រាអញ្ចឹងទៅឋានៈបុណ្យស័ក្តិការបែងជើងគ្នាការកាត់ចាក់ទៀមទាយកមកជាប្រយោជន៍ផ្ទាល់ខ្លួនគឺជាជីវិតប្រកបដោយន័យទៅទៀតឃើញបុគ្គលផ្សេងដែលជាបុគ្គលកើតមានដោយកម្រដែលលះបង់ខ្លួនប្រាណលះបង់ទ្រព្យសម្បត្តិលះបង់ទួនាទីលះបង់ពេលវេលាលះបង់លុយកាក់លះបង់កម្លាំងចិត្តកម្លាំងកាយសម្រាប់សង្គមទៅជាជនភាគច្រើននោះចោទថាទៅជាមនុស្សភ្លើបើសិនជាអញវិញអញមិនធ្វើអញ្ចឹងបើមានក្រុមគ្រួសារអញក៏អញមិនឲ្យធ្វើអញ្ចឹងបើមានឪពុកម្ដាយអញក៏អញមិនគោរពតែពួកគាត់គ្មានបានគិតដល់កូនដល់ចៅគាត់គ្មានបានគិតដល់ប្រយោជន៍ក្រុមគ្រួសារពីព្រោះអីពីព្រោះ data ពីព្រោះទិន្នន័យដែលផ្ទុកជាគំរូផ្ទៀងផ្ទាត់ដែលជាប់ក្នុងសាច់ខួរក្បាលរបស់គាត់នោះគាត់យល់ថាអញ្ចឹងវាមិនត្រឹមត្រូវក៏ប៉ុន្តែសម្រាប់បុគ្គលដែលពិចារណាត្រេះរិះជារឿយធ្វើឲ្យខួរក្បាលវិចារណញ្ញាណនឹងប្រកបទៅដោយកតេបណ្ឌិតគិតឃើញថាជីវិតបែបនោះជាជីវិតដែលរួមរិទ្ធជីវិតវិលវល់ក្នុងវដ្តសង្សារដោយគ្មានទិសដៅពិតប្រាកដដែលជាទិសដៅប្រកបដោយសិលធម៌សួរថាបើសិនណាជាជីវិតទាំងអស់ត្រូវតែប្រាថ្នានៅទិសដៅខ្ពស់មួយដែលជាផលប្រយោជន៍សម្រាប់មនុស្សទូទៅសួរថាតើបុគ្គលគ្រប់រូបនៅក្នុងសង្គមនឹងអាចធ្វើបានឬទេពីព្រោះថាមានបុគ្គលខ្លះជាកសិករមានបុគ្គលខ្លះជាអ្នកកាត់ដេរបុគ្គលខ្លះជាកម្មករសំណង់បុគ្គលខ្លះជាគ្រូពេទ្យសួរថាតើជីវិតប្រកបដោយគោលដៅបុគ្គលទាំងអស់នោះអាចធ្វើបានទេខ្ញុំលើកឧទាហរណ៍ថាបើសិនណាជាយើងជាកសិករយើងរស់នៅជីវិតប្រកបដោយគោលដៅមានន័យថាយើងរកឃើញបានជាគោលដៅដែលប្រកបដោយសិលធម៌គឺថាយើងត្រូវស្រមៃក្នុងចិត្តយើងថាយើងគឺជាបុគ្គលដែលផលិតនៅផលិតផលទាំងឡាយគឺផលិតផលកសិកម្មសម្រាប់មនុស្សលោកយើងមានមោទនភាពដែលយើងបានផលិតនៅគ្រាប់ធញ្ញជាតិទាំងឡាយទៅចិញ្ចឹមមនុស្សលោកដោយគំនិតបែបហ្នឹងហើយក៏ទស្សនៈដែលខ្លួនបានធ្វើប្រយោជន៍សម្រាប់សង្គមនឹងហើយវាហួសពីរឿងលុយណាហួសពីរឿងបុគ្គលផ្ទាល់ខ្លួនរបស់យើងដូច្នេះពេលណាយើងដឹងខ្លួនថាយើងមានមោទនភាពជាអ្នកផលិតជាអ្នកចិញ្ចឹមសង្គមទាំងមូលឬក៏រួមចំណែកចិញ្ចឹមសង្គមយើងនឹងមិនអាចប្រើជីគីមីយើងមិនអាចធ្វើអ្វីបំផ្លាញគុណភាពនៃផលិតផលដែលធ្វើឲ្យខូចសុខភាពរបស់អ្នកដទៃឧទាហរណ៍អញ្ចឹងនឹងគឺជាជីវិតប្រកបដោយគោលដៅដែលប្រជាពលរដ្ឋសាមញ្ញជាកសិករជាអ្នកផលិតនៅគ្រាប់ធញ្ញជាតិហ្នឹងគាត់អាចធ្វើក្នុងទិសដៅដែលគាត់ជាកសិករបានឧទាហរណ៍ថាជាជាងសំណង់មួយទៅចុះសួរថាគាត់អាចរស់នៅប្រកបដោយគោលដៅបានឬអត់បើសិនណាជាគាត់ជាបុគ្គលមួយដែលរស់នៅប្រកបដោយគោលដៅគាត់ត្រូវមានមោទនភាពថាគាត់ជាជាងសំណង់ដែលបានធ្វើផ្ទះសម្បែងជូនមនុស្សលោកទាំងឡាយជ្រកក្រោមជ្រកឲ្យមានសេចក្តីសុខដល់ពេលអញ្ចឹងពេលដែលគាត់ធ្វើគាត់មានមោទនភាពក្នុងការផ្ទៀងផ្ទាត់ស៊ីម៉ង់ផ្ទៀងផ្ទាត់ឥដ្ឋការ៉ូរបស់គាត់រៀបឲ្យស្អាតដើម្បីជាជំរកដល់មនុស្សដទៃពេលដែលគាត់សម្រានលក់ទៅពេលដែលគាត់ដេកទៅគាត់គិតទៅគាត់ញឹមខ្លួនឯងថាខ្លួនមានជីវិតប្រកបដោយគោលដៅថៃបាត់តែខ្លួនធ្វើដើម្បីលុយមែនក៏ប៉ុន្តែលុយពុំមែនជាគោលដៅចុងក្រោយទេគឺថាខ្លួនបានរួមចំណែកកសាងសង្គមអារបៀបហ្នឹងគឺយើងបណ្ដុះឲ្យកើតមានចំពោះប្រជាពលរដ្ឋទូទៅដូចជាអ្នកផលិតអគ្គិភ័យក៏ថាគាត់រស់នៅគាត់បានផលិតអគ្គិភ័យជួយប្រជាពលរដ្ឋជួយអីអញ្ចឹងយើងបណ្ដុះសន្តានអញ្ចឹងជូនប្រជាពលរដ្ឋវិញពេលហ្នឹងគឺជាជីវិតប្រកបដោយគោលដៅហើយប្រកបដោយគោលដៅដែលយើងកំណត់តាមកតេបណ្ឌិតថាជាជីវិតប្រកបដោយគោលដៅដែលប្រកបទៅដោយសិលធម៌ចំពោះអ្នកនយោបាយយើងទៀងទាត់មើលក៏ដូចគ្នាបើអ្នកនយោបាយយកអំណាចជាទិសដៅចុងក្រោយពុំមែនគំនិតទស្សនៈវិស័យសម្រាប់សង្គមសម្រាប់ប្រជាពលរដ្ឋ
ជាទិសដៅចុងក្រោយទេគឺថាគេធ្វើគ្រប់បែបយ៉ាងដើម្បីឲ្យបានអំណាចគេធ្វើតាមពុទ្ធបុត្រកលិចកលុចគេធ្វើតាមរូបភាពដែលឲ្យអ្នកដែលចូលរួមនឹងមិនចាំបាច់ជាបុគ្គលដែលមានគុណសម្បត្តិក្នុងការកសាងសង្គមទៅទេគេអត់ខ្វល់អីទាំងអស់គឺគេថាធ្វើម៉េចឲ្យតែបុគ្គលនឹងអាចរកអំណាចឲ្យគេបានគ្រាន់តែចេញលុយចេញកាក់មកឬក៏ចេញកម្លាំងដើររកស្លឹកឆ្នោតមកទោះបីបុគ្គលនោះគ្មានគុណធម៌ក៏ដោយឲ្យតែបុគ្គលនឹងរកស្លឹកឆ្នោតមកព្រោះទិសដៅរបស់គេគឺឈ្នះឆ្នោតអំណាចនៅត្រឹមនឹងអញ្ចឹងប្រជាពលរដ្ឋនឹងសង្កេតមើលឃើញថាបើសិនណាជាបុគ្គលដែលជាមេបកហ្នឹងមួយដែលគាត់ជាអ្នកចាត់ចែងអ្នកតំណាងរាស្ត្រឲ្យឈរហ្នឹងគាត់ជាមនុស្សដែលមានគោលដៅសម្រាប់មនុស្សដទៃទៀតគឺគាត់បានត្រៀមលក្ខណៈទាំងអស់ហ្នឹងគាត់អប់រំសិលធម៌អ្នកដែលចូលរួមជាមួយគាត់ពីព្រោះក្នុងសង្គមសប្តាហ៍ថ្ងៃហ្នឹងសិលធម៌ធ្លាក់ចុះគាត់ត្រូវមើលឃើញថាគាត់ត្រូវទៅជំនួសមនុស្សដែលកំពុងតែកាន់ការងារដូច្នេះគាត់ត្រូវអប់រំសិលធម៌អប់រំបច្ចេកទេសបើសិនណាជាបុគ្គលដែលគ្រាន់តែដើររកស្លឹកឆ្នោតប៉ុន្តែជាបុគ្គលដែលខ្វះសិលធម៌បុគ្គលដែលខ្វះសមត្ថភាពគាត់អាចយកប៉ុន្តែសប្តាហ៍ថ្ងៃគាត់កំណត់រឿងជ័យជំនះហ្នឹងជារឿងទី1តែហ្មងប្រជាពលរដ្ឋគាត់អត់បានសង្កេតមើលបើសិនណាជាប្រជាពលរដ្ឋគាត់ចេះសង្កេតមើលពេលគាត់សង្កេតមើលឃើញហើយគាត់ជាមនុស្សដែលស្រឡាញ់ជីវិតប្រកបដោយគោលដៅដែលមានសិលធម៌គាត់នឹងមិនគ្រប់គ្រងបុគ្គលបែបនេះទេហើយពេលនោះសង្គមវានឹងបាត់ទាំងអស់បុគ្គលដែលរស់នៅតាមរបៀបរកតែប្រយោជន៍ផ្ទាល់ខ្លួនជាពិសេសគឺអ្នកនយោបាយពីព្រោះថាជាជីវិតដែលជះឥទ្ធិពលបំផុតទៅលើជីវិតរស់នៅរបស់ប្រជាពលរដ្ឋខ្ញុំសូមទុកឱកាសនេះជូនបដិគុណបន្តទៅទៀតសូមអរគុណសូមអរគុណការបកស្រាយរបស់លោកហើយសំណួរនេះដែរខ្ញុំសូមប្រគេនទៅបដិគុណតែមុននេះខ្ញុំសូមរំលឹកនៅសំណួររបស់ខ្ញុំប្រកាសណាជាថ្មីម្ដងទៀតខ្ញុំគឺឃើញថាតកតលនឹងជីវិតប្រកបរស់នៅប្រកបដោយគោលដៅនេះធម្មតានៅក្នុងសង្គមមួយយើងមានថាមនុស្សទាំងអស់នឹងជាកោសិកានៃសង្គមហើយក្នុងនោះមានក្រុមគ្រួសារឬក៏ជាស្ថាប័នសហគ្រាសឬក៏ជាសហជីពស្ថាប័នក្រសួងមន្ទីរនានាដែលមនុស្សទាំងអស់នោះទៅធ្វើប៉ុន្តែមនុស្សជាច្រើនគេតែងតែគិតថាជីវិតប្រកបដោយគោលដៅបានន័យថាគេគិតអ្វីដែលជាផលប្រយោជន៍របស់គេផ្ទាល់ខ្លួនមុនដំបូងដូចជាគិតផលប្រយោជន៍ក្រុមគ្រួសាររបស់គេជាមុនព្រោះគេគិតថាការដែលជួយខ្លួនឯងមុនហើយអាចនឹងទៅជួយគេបានទៀតព្រោះនេះជាកត្តាដែលសំខាន់តាក់ទងនឹងជីវិតនៃការរស់នៅក្នុងសង្គមសពថ្ងៃហ្នឹងដែលឃើញមនុស្សជាច្រើនតែតែងតែគិតទៅលើលក្ខណៈនេះជាដំបូងតើបញ្ហាទាំងអស់ហ្នឹងតើយើងរស់នៅក្នុងសង្គមមួយបើយើងគិតបែបហ្នឹងតើអាចឲ្យជាតិរបស់យើងមានការអភិវឌ្ឍរីកចម្រើនទៅបានដែរទេណាសូមដេចគុណមុនសូមចម្រើនពរសារជាថ្មីចំណុចត្រង់នេះគឺជាចំណុចសំខាន់សម្រាប់សង្គមខ្មែរយើងបច្ចុប្បន្នដោយអាយដាមខឹមវាសនាលោកបានអធិប្បាយឲ្យអំពីបញ្ហាសង្គមដូចជាយើងប្រកបអាជីពអ្វីមួយចឹងដើម្បីឲ្យសម្រេចគោលដៅត្រូវយើងធ្វើមិនខ្លះមានសិលធម៌មានគុណធម៌អីចឹងទៅប្រៀបដូចជាយើងកសាងអគារឬក៏ធ្វើស្រែអីចឹងទៅដើម្បីឲ្យបានផលតែយើងធ្វើមិនប៉ុន្តែបើយើងគ្មានគោលដៅច្បាស់លាស់វាអាចយើងដាក់ជាតិគីមីដាក់អីដើម្បីធ្វើមិនឲ្យតែបានផលប៉ុន្តែអត់គិតពីផលប្រយោជន៍ដែលអ្នកបរិភោគបានទទួលទេអានឹងគឺវាខុសគោលដៅមួយប៉ុន្តែបើយើងនិយាយអំពីសង្គមរបស់យើងគោលដៅរបស់យើងដែលប្រកបទៅដោយប្រយោជន៍ហ្នឹងតាមពិតដូចដែលខាងអ្នកសម្រាប់បាននិយាយគឺតើតែឲ្យបានប្រយោជន៍ផ្ទាល់ខ្លួនហើយបានទៅជួយអ្នកដទៃអានឹងទើបគេហៅថាដែលជួយសង្គមជួយអីហ្នឹងវាជាការមួយដែលយើងយល់ច្រឡំទេតាមពិតទៅការដែលកសាងអ្វីមួយឲ្យដល់ទិសដៅគោលដៅហ្នឹងវាមិនមែនថាទោះតែយើងធ្វើឲ្យខ្លួនយើងនឹងរីកចម្រើនធ្វើឲ្យខ្លួនយើងនឹងមានបានហើយកូនចៅរបស់យើងមានផ្ទះសម្បែងមានឡានហើយចាំទៅជួយសង្គមទេអានឹងគឺជាការយល់មួយយល់ខុសដោយពុទ្ធលោកសម្ដែងថាអត្តាអត្តនោនិថោខ្លួនទីពឹងខ្លួននឹងមិនមែនថាឲ្យខ្លួននឹងរស់នៅប្រកបតែខ្លួនឯងទេប៉ុន្តែត្រូវសហគុំជាមួយនឹងប្រជាជនសហការគ្នាជាមួយនឹងអ្នកដទៃដើម្បីកសាងឲ្យដល់ទិសដៅអាត្មាលើកឧទាហរណ៍អំពីធ្វើយ៉ាងណាដល់ខ្ញុំកណាសូមកាត់សង្ឃិការរបស់ដៃគុណតិចតាក់ទងនៅនឹងធម៌របស់ព្រះពុទ្ធតាក់ទងរឿងអត្តាហិអត្តនានិថោនេះតាមដែលខ្ញុំកណាយល់រឿងអត្តាហិអត្តនានិថោនេះដែលបងប្អូនពុទ្ធបរិស័ទយើងមួយចំនួននេះដែលជាសាសនិកជនកាន់ពុទ្ធសាសនាហ្នឹងយល់ថាធ្វើអ្វីដើម្បីគិតតែប្រយោជន៍ខ្លួនឯងមុនតាមពិតក្នុងគោលការណ៍នៃព្រះធម៌អត្តាហិអត្តនានិថោនេះតាមដែលខ្ញុំប្រកាសណាយល់គឺថារាល់បញ្ហាអ្វីទាំងអស់គឺតាក់ទងពីខ្លួនយើងមុនដែលព្រះពុទ្ធបានគឺរៀនការអប់រំឲ្យស្គាល់ពីអញ្ញនៃការបដិបត្តិនិងប្រតិបត្តិនៃសកម្មភាពរបស់ខ្លួនអំពើកម្មរបស់ខ្លួនដូចជាមនោកម្មវាចាកម្មទាំងអស់ហ្នឹងទៅតាម
luôn dương nó ở ban score chứ ba cứ tầm khán cứ dương score luôn dương ưu tiên họ thà ca để riêng sâu từ cài dương chăm ba dương thấy đăng tha dươngประกอบ ដោយ ការ រៀន សូត្រ បែប ម៉េច វិធី នៃ ការ រៀន សូត្រ ដើម្បី ឲ្យ ពូកែ វា យ៉ាង ម៉េច អានេះ ដែល ខ្ញុំ កណា យល់ ឃើញ តាក់ទង នឹង អត្តា ហេតុ អត្តនា នេះ ថោ នេះ គឺ អញ្ចឹង គឺ មិន អាច អ្នក ណា ឧទាហរណ៍ ការ រៀន សូត្រ មិន អាច គេ យក ថា សភៅ មួយ ក្បាល ទៅ ដែល មាន ចំណេះ ចង់ ចេះ ទាំង អស់ យក ទៅ ដាក់ ចូល បាន ទេ គឺ ត្រូវ យល់ វិ បញ្ហា ហ្នឹង ត្រង់ ហ្នឹង គឺ ប្រពុត លោក គ្រាន់ តែ ចង់ ឲ្យ យើង ស្គាល់ អំពី ខ្លួន យើង មុន នឹង យើង ធ្វើ អ្វី មួយ ដូច្នេះ ហើយ នៅ ក្នុង សង្គម របស់ យើង ហ្នឹង ដូច ដែល បាន និយាយ មនុស្ស គឺជា កោសិកា សង្គម ហើយ មនុស្ស គ្រប់ រូប មិន ថា កម្មករ មិន ថា អ្នក ធ្វើ ស្រែ មិន ថា អ្នក ដឹក នាំ ប្រទេស ឬ ក៏ អ្នក ប្រកប អាជីវកម្ម ក្រុមហ៊ុន រោងចក្រ អី ទេ ត្រូវ មាន គោលដៅ របស់ ខ្លួន ហើយ គោលដៅ ហ្នឹង មិន មែន គោលដៅ ដើម្បី តែ ប្រយោជន៍ ផ្ទាល់ ខ្លួន របស់ យើង ទេ ប្រសិន បើ យើង ធ្វើ ដើម្បី តែ ផល ប្រយោជន៍ ផ្ទាល់ ខ្លួន របស់ យើង គេ មិន ហៅ ថា គោលដៅ ទេ ពាក្យ ថា គោលដៅ មួយ គឺ ដើម្បី ប្រយោជន៍ សង្គម ដូច ជា ប្រពុត លោក ធ្វើ លោក កសាង អប់រំ ពុទ្ធបរិស័ទ គឺ ដើម្បី គោលដៅ មួយ ឲ្យ ពុទ្ធបរិស័ទ ឲ្យ អី ហ្នឹង រួច ផុត អំពី ទុក្ខ អំពី បញ្ហា កើតឡើង ក្នុង សង្គម ក្នុង ពេល បច្ចុប្បន្ន អញ្ចឹង ទៅ អាត្មា លើក ឧទាហរណ៍ មួយ ឥឡូវ បើសិន ជា យើង ធ្វើ អ្វី មួយ មិន បាច់ និយាយ ដល់ អ្វី ធ្ងន់ ដល់ ការ ដឹក នាំ ប្រទេស ឬ អ្វី ទេ ឧទាហរណ៍ ថា ឥឡូវ យើង ដាំ ស្វាយ ដាំ ស្វាយ យើង ចង់ បាន ផ្លែ ស្វាយ ដើម្បី ចង់ បាន ផ្លែ ស្វាយ យក មក បរិភោគ ឬ យក ទៅ លក់ អញ្ចឹង ទៅ ប៉ុន្តែ ដើម្បី ឲ្យ វា មាន សម្រេច នៅ គោលដៅ នៃ ការ ដាំ ស្វាយ នេះ យើង ទៅ ប្រកប ទៅ ដោយ ការ ដាក់ ជី ដាក់ ជី ហ្នឹង គឺ ដាក់ ជី របៀប ម៉េច បើសិន បើ យើង ចង់ បាន លទ្ធផល យក ទៅ លក់ អញ្ចឹង ទៅ យើង ត្រូវ គិត អំពី សុខភាព នៃ អ្នក បរិភោគ អាហ្នឹង យើង ត្រូវ មាន សិលធម៌ នៅ ក្នុង ការ ដាំ ស្វាយ មិន មែន ថា យើង ដាំ ដើម្បី ទៅ យក ទៅ លក់ ហើយ អត់ គិត អំពី សុខភាព គិត អំពី បរិស្ថាន នៃ សង្គម នេះ កាល ណា យើង ធ្វើ អញ្ចឹង មាន ន័យ ថា យើង ធ្វើ ខុស គោលដៅ បើសិន ជា យើង ធ្វើ តាម គោលដៅ ត្រូវ មាន ឧត្តមគតិ ត្រូវ មាន សិលធម៌ ត្រូវ មាន មនសិការ ច្បាស់លាស់ ថា យើង ធ្វើ ដើម្បី ផល ប្រយោជន៍ យើង ផង ហើយ នឹង សង្គម ផង អាហ្នឹង បាន គេ ហៅ ថា សម្រេច គោលដៅ គឺ យើង មិន ធ្វើ ដើម្បី ផ្ទាល់ ខ្លួន ហើយ ទៅ បំផ្លាញ អ្នក ដទៃ មាន ន័យ ថា យើង រស់ ប្រកប ដោយ សេចក្តី សុខ ប៉ុន្តែ ដេក លើ កំណត់ ទុក របស់ អ្នក ដទៃ អាហ្នឹង មិន អាច ដល់ គោលដៅ បាន ទេ ដូច្នេះ សង្គម យើង ត្រូវ ទាមទារ ឲ្យ បាន ច្បាស់លាស់ នៅ ចំណុច ផង ហ្នឹង គឺ ថា គ្រប់ ស្ថាប័ន គ្រប់ ប្រជាជន គ្រប់ ទទួល បណ្ណា ទាំង អស់ ត្រូវ មាន គោលដៅ ច្បាស់លាស់ របស់ ខ្លួន ហើយ ត្រូវ សិក្សា អំពី ការ រស់ នៅ របស់ សង្គម ឬ ការ ដឹក នាំ របស់ សង្គម នឹង តើ វា ប្រកប ដោយ គោលដៅ ពិត ប្រកប ទេ អត់ អាហ្នឹង ចំណឹង បើ ពុទ្ធ សាសនា ព្រះអង្គ លោក ធ្វើ គ្រប់ បែប យ៉ាង ដើម្បី ប្រជាជន ទូទៅ ក្នុង ពិភព លោក នឹង ទទួល បាន នៅ សេចក្តី សុខ ពិត ប្រកប លោក មិន បាន ទៅ ឃោសនា ឲ្យ អ្នក ទាំង អស់ នឹង ធ្វើ តាម ព្រះអង្គ ប៉ុន្តែ នៅ ទី បំផុត អា ទិសដៅ នឹង វា អត់ ដល់ នៅ ក្នុង ពុទ្ធ សាសនា គឺ ដឹក នាំ ពុទ្ធ បរិស័ទ គ្រប់ បែប យ៉ាង ហ្នឹង គឺ ពន្យល់ ធ្វើ យ៉ាង ណា ឲ្យ ទិសដៅ របស់ គាត់ គោលដៅ របស់ គាត់ នឹង បាន សម្រេច ពិត ប្រកប មិន មែន ដើម្បី បោក ប្រាស់ មិន មែន ដើម្បី ឆោប បោក ឲ្យ ជឿ ខ្លួន ហើយ សព តែ ទី បំផុត គឺ ប្រមូល អំណាច របស់ ខ្លួន នឹង ក្តោប ក្នុង ផ្ទាល់ ខ្លួន អានឹង ក៏ ជា រឿង មួយ ដែល មិន ត្រឹមត្រូវ ហើយ ខុស ក្នុង ទំនៀម ទម្លាប់ ខ្មែរ យើង ក៏ ដូច ជា ព្រះពុទ្ធ សាសនា ផង ដែរ អានឹង អាត្មា ចម្រើន ពរ ខ្លីៗ សិន អំពី គោលដៅ នៃ ជីវិត របស់ យើង បង ខ្ញុំ កណា សូម បដិគុណ នេះ តាក់ទង ទៅ នឹង ដំណើរ នៃ ជីវិត ប្រកប ដោយ គោលដៅ នេះ ក្នុង នាម ខ្ញុំ ជា អ្នក សម្រប សម្រួល សូម ធ្វើ ការ ចំណាប់ អារម្មណ៍ ទៅ នឹង ដំណើរ នៃ ជីវិត ដែល ប្រកប ដោយ គោលដៅ ខ្លះ ហើយ នឹង ការ បកស្រាយ របស់ បដិគុណ ក៏ ដូច ជា លោក ខំ វាសនា ខ្ញុំ ឃើញ បាន កត់ សម្គាល់ នៅ ត្រង់ ចំណុច មួយ ដែល បដិគុណ មាន សង្ឃដីកា ថា ការ ជីវិត ដែល ប្រកប ដោយ គោលដៅ ឧទាហរណ៍ បដិគុណ ថា បើ យើង ដាំ ស្វាយ ទិសដៅ របស់ យើង គឺ ចង់ បាន ផល ប្រយោជន៍ ពី ដើម ស្វាយ ហ្នឹង គឺ យើង បាន ផ្លែ ស្វាយ អាច យក ទៅ លក់ ប៉ុន្តែ ការ ដែល ជីវិត យើង ប្រកប ដោយ គោលដៅ ក្នុង ការ ដាំ ស្វាយ ហ្នឹង យើង ត្រូវ គិត ថា ផល ប្រយោជន៍ ផ្លែ ស្វាយ ដែល យើង យក ទៅ លក់ ហ្នឹង ជៀសវាង កុំ ឲ្យ ប៉ះពាល់ ដល់ សុខភាព របស់ អ្នក ដទៃ ដែល បាន ទទួល ផ្លែ ស្វាយ ពី យើង ដែល យើង ដាំ ទៅ ហ្នឹង ចំណុច ត្រង់ ហ្នឹង គឺជា ចំណុច សំខាន់ មួយ ដែរ ដែល យើង បាន លើកយ៉ាង គឺ បច្ចុប្បន្ន យើង សង្គម យើង ទាំង មូល ហ្នឹង យើង តែង តែ គិត ថា ដាំ ស្វាយ ដើម្បី បាន ផ្លែ ស្វាយ អាហ្នឹង ទិសដៅ របស់ គេ មួយ ចំនួន ឬ ក៏ សង្គម ឬ អ្នក ដែល ធ្វើ ការ បច្ចុប្បន្ន ហ្នឹង គេ គិត អញ្ចឹង ប៉ុន្តែ គោលដៅ ពិត ប្រកប មិន មែន នៅ កន្លែង ផ្លែ ស្វាយ ទេ គោលដៅ ពិត ប្រកប គឺ ដាំ ស្វាយ បាន ផ្លែ ស្វាយ ហើយ ប៉ុន្តែ គោលដៅ ពិត ប្រកប គឺ អ្នក ដែល បរិភោគ ផ្លែ ស្វាយ ហើយ មាន សុខភាព ហើយ ការ ដាំ ស្វាយ មិន ឲ្យ ខូច បរិស្ថាន សង្គម ទៀត នេះ គឺ គោលដៅ គឺ មិន ដាក់ ជាតិ គីមី ណា ឬ ក៏ យក ស្អី មក ដាក់ ដើម្បី ថ្ម ស្អុយ អី ឬ ក៏ បាញ់ ថ្នាំ ឥឡូវ ផ្លែ ស្វាយ 5 ខែ យើង បាន ផ្លែ អាហ្នឹង មិន មែន ជា គោលដៅ ទេ ប៉ុន្តែ ខ្ញុំ ចង់ ចាប់ អារម្មណ៍ ត្រង់ ហ្នឹង ព្រោះ យើង ឃើញ ថា ផលិតផល ដែល ចេញ ខាង តាម ការ បកស្រាយ របស់ បដិគុណ ក៏ ដូច ជា ល
លោកខំវាសនាយើងឃើញថាតាក់ទងនឹងការប្រើសារជាតិគីមីជាច្រើនគេថាដូចលើកឧទាហរណ៍ដូចជាម្រះដែលថាបេះពីដើមយកមកគឺមានផ្លែតូចទេតែគ្រាន់យកមកទុកតាមមួយយប់ដាក់ថ្នាំដាក់អីទៅស្អែកឡើងធំហ្មងប៉ុននឹងកពួនដៃអញ្ចឹងនេះតាក់ទងនឹងដែលយើងឃើញហើយថាការប្រកបដោយជីវិតបែបហ្នឹងហើយគឺជាការប្រកបនៃទង្វើរបស់ខ្លួនដោយអសិលធម៌ព្រោះទិសដៅរបស់គាត់ចង់បានទទួលផលប្រយោជន៍គឺចង់បានឲ្យឃើញម្រះហ្នឹងឲ្យធំហ្នឹងងាយស្រួលលក់ប៉ុន្តែផលដែលជះមួយទៀតដោយសារទទួលបែបហ្នឹងគឺប៉ះពាល់ដល់អ្នកដទៃត្រង់ហ្នឹងហើយដែលខ្ញុំកណាចង់ថាឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ហ្នឹងដែលបង្កដែលធ្វើនៃសកម្មភាពរបស់ខ្លួនរៀងខ្លួនហ្នឹងជៀសវាងនឹងការប្រើអំពើទាំងអស់ហ្នឹងឧទាហរណ៍យើងឃើញចំណុចមួយទៀតដែលខ្ញុំកណាអាសាសង្កេតដែរគឺអ្នករកស៊ីបើយើងនិយាយពីការរកស៊ីនៃវត្ថុរាវវល់ជាលីត្រហ្នឹងគឺថាកេងផលប្រយោជន៍គឺកេងលីត្រឧទាហរណ៍ថាសាំងមួយដង30លីត្រហ្នឹងគឺលក់អត់បាន30លីត្រទេតាម27 28លីត្រទេហើយនិយាយថា30លីត្របើវាស់ម៉ែត្រកេងទឹកកេងថងបើថ្លឹងគីឡូកេងខាំនេះជាការមួយទៅសិលធម៌នៃដំណើរជីវិតដែលថាយើងដែលថាជីវិតមួយគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនមិនបានគិតពីគោលដៅនៃជីវិតដែលយើងរស់នៅក្នុងសង្គមហើយចំណុចមួយទៀតដែរទាក់ទងនឹងការបកស្រាយរបស់លោកខំវាសនាខ្ញុំក៏ចង់លើកជាសំណួរនឹងបន្ថែមឲ្យលោកធ្វើការបកស្រាយបន្ថែមទៀតថាតើក្នុងតម្លៃនៃជីវិតមនុស្សម្នាក់ដែលរស់នៅក្នុងសង្គមមួយដែលលោកបាននិយាយថាគួរឲ្យមានតម្លៃនៃជីវិតពិតតើលោកអាចបញ្ជាក់ថាតើតម្លៃនៃជីវិតពិតនៅក្នុងសង្គមនោះវាតម្លៃយ៉ាងណាព្រោះយើងឃើញថាមនុស្សយើងសពថ្ងៃម្នាក់រស់នៅគេគិតថាគេមានតម្លៃនៃជីវិតរបស់គេឧទាហរណ៍ការរស់នៅរបស់គេហ្នឹងគេបានបនស័កបានតំណែងដូចលោកអញ្ចឹងបានជាអ្នកតំណាងរាស្ត្រឬបានក៏ថាបុគ្គលខ្លះផ្សេងទៀតបានជារដ្ឋមន្ត្រីប្រធាននាយកដ្ឋានស្អីផ្សេងអញ្ចឹងណាគេថាហ្នឹងជាជីវិតមួយមានតម្លៃរបស់គេហើយជាតម្លៃពិតរបស់ជីវិតទេអញ្ចឹងសំលោកថាតើតម្លៃពិតនៃជីវិតមនុស្សបើតាមពុទ្ធយើងឃើញថាពុទ្ធបានរក្សាអ្វីបន្សល់ទុកនៅឲ្យមនុស្សជំនាន់ក្រោយអាចប្រតិបត្តិទៅតាមដោយពុទ្ធបានត្រាស់ដឹងនៃព្រះធម៌ 84000 ព្រះធម្មខណ្ឌហើយយើងឃើញអិសរជនអ្នកនយោបាយយើងទៀតដូចជាប្រវត្តិសាស្ត្រខ្មែរយើងដូចជាលោកតាឃ្លាំងមឿងហ្នឹងសិតជាតម្លៃនៃជីវិតមួយអញ្ចឹងសូមឲ្យលោកជួយបញ្ជាក់តម្លៃពិតនៃជីវិតហ្នឹងតើវាមាននៅត្រង់ណាទៀតបើក្រៅពីទាំងអស់ហ្នឹងដែលខ្ញុំបានបញ្ជាក់ហ្នឹងចេះអាត្មាសូមបន្ថែមទៅនឹងបន្តិចដែរដោយសារអាដាមខំវាសនាជាអ្នកតំណាងរាស្ត្រអញ្ចឹងសួរបដ ாய் ដល់ពេលនេះមានឱកាសហើយឧទាហរណ៍ថាឥឡូវអាដាមជាបុគ្គលម្នាក់ពីមុនមកមិនជាតំណាងនេះគឺជាបុគ្គលទូទៅធម្មតាប៉ុន្តែនៅពេលដែលមានចិត្តចង់មកធ្វើជាអ្នកតំណាងរាស្ត្រជាអ្នកនយោបាយហ្នឹងតើមកដើម្បីតំណាងប្រជារាស្ត្រគឺឬមួយក៏ដើម្បីអំណាចយកទៅប្រើផលប្រយោជន៍អីដើម្បីបើកក្រុមហ៊ុនឬបើកអីអញ្ចឹងឬជាមិនអាហ្នឹងក៏ជីវិតមួយដែរអញ្ចឹងអាត្មាចង់ដឹងត្រង់ហ្នឹងយកយហោជាតំណាងយកយហោតំណាងរាស្ត្រដាក់ផ្លាកឡានដើម្បីរកស៊ីអ្វីមួយឬដើម្បីកំហែងកំពូលអីឬយ៉ាងណាយើងគឺក្នុងសង្គមយើងប្រហែលជាមានច្រើនតាក់ទងនឹងលក្ខណៈបែបហ្នឹងហើយជាជីវិតមួយដែលប្រកបដោយគោលដៅមកសិនជាអាដាមគិតថាដើម្បីបានផ្លាកហ្នឹងយកទៅរកស៊ីអាហ្នឹងអាដាមគួរតែលាលែងថ្ងៃហ្នឹងបដ ாய் ទៅគោលដៅប៉ុណ្្នឹងហ្នឹងអាថ្មនិយាយចំបដ ாய் គាត់ខ្ញុំសូមលោកជើញបកស្រាយសូមគោរពបងប្អូនជនរួមជាតិមិត្តអ្នកស្ដាប់សាជាថ្មីម្ដងទៀតខ្ញុំដោយសារខ្ញុំមានការពិចារណាត្រេះរិះច្រើនពួកខ្ញុំកាលតាំងពីតូចមកដូចខ្ញុំធ្លាប់បាននិយាយថាសេចក្តីក្រលំបាកដែលមាននៅក្នុងគ្រួសារខ្ញុំពួកខ្ញុំកំព្រាឪពុកតាំងពីខ្ញុំអាយុ6ឆ្នាំហើយម្ដាយខ្ញុំនឹងគាត់តាំងចិត្តថាគាត់នឹងមិនយកប្តីទៀតទេធ្វើជាស្រីមេម៉ាយអញ្ចឹងបានខ្ញុំថាម្ដាយខ្ញុំសម្រាប់ខ្ញុំជាស្រីគំរូអញ្ចឹងมันអាសេចក្តីលំបាកការពិចារណាហ្នឹងព្រោះម៉ែខ្ញុំក៏គាត់កូនទី2ដល់ពេលអញ្ចឹងខ្ញុំក្នុងចំណោមបងប្អូនជីដូនមួយខ្ញុំនឹងកូនបងគេក្នុងគ្រួសារក្នុងចំណោមបងប្អូនចំនួនមួយហ្នឹងខ្ញុំបងគេបើអញ្ចឹងខ្ញុំមានទុក្ខលំបាកច្រើនដោយសារការគ្រប់គ្រងថែរក្សាប្អូនអាសេចក្តីលំបាកហ្នឹងធ្វើឲ្យខ្ញុំធំមិនអាយុខ្ញុំចេះបច្ចាណាខ្ញុំគិតរហូតដល់កម្មវិធីអស់ហ្នឹងដែលខ្ញុំរៀបចំដោយសារខ្ញុំបានលុយជាអ្នកតំណាងរាស្ត្ររបស់ខ្ញុំហ្នឹងយកមកព្រោះខ្ញុំរស់នៅខ្ញុំមានគោលដៅខ្ញុំចង់អប់រំឲ្យមនុស្សលោកទាំងអស់ហ្នឹងឲ្យប្រជាប្រដ្ឋរបស់ខ្ញុំនឹងរស់នៅប្រកបដោយគោលដៅដែលខ្ញុំបានធ្លាប់ធ្វើបទពិសោធន៍របស់ខ្ញុំហើយខ្ញុំនៅតែប្រហែលថ្ងៃទៀតថ្ងៃ28ហ្នឹងគេដកកៅអីតំណាងរាស្ត្ររបស់ខ្ញុំហើយតែខ្ញុំមិនដែលគិតទេពីព្រោះគោលដៅរបស់ខ្ញុំមានគោលដៅផ្សេងអ្នកដទៃគេយល់ថាខ្ញុំបរាជ័យហើយពីព្រោះខ្ញុំត្រូវបានគេដកកៅអីតំណាងរាស្ត្រហើយខ្ញុំគិតក្នុងចិត្តខ្ញុំថាតម្លៃរបស់ខ្ញុំបានឲ្យដោយខ្លួនឯងខ្ញុំយល់ឃើញថាបើសិនណាជាក្នុងសន្តានចិត្តរបស់ខ្ញុំវាមិនជ្រះស្រឡះវាមិនស្អាតខ្ញុំរស់នៅវាអត់កើតគេយល់ថាខ្ញុំខាតខ្ញុំថាបើសិនណាជាបុគ្គលផ្ទាល់ខ្លួនខ្ញុំខាតមែន
ខាត់មែនពីពួកខ្ញុំអស់តំណាងរាស្ត្រគឺអស់អភ័យឯកសិទ្ធិដែលច្បាប់កំណត់ឲ្យទី2ចង់សួរត្រង់ហ្នឹងខ្ញុំចង់សួរត្រង់ថាតកតងលោកថាមានប្រសាសន៍ខាងដើមមិញថាតែប្រហែលថ្ងៃទៀតហ្នឹងគេដកទូនទីដែលជាអ្នកតំណាងរាស្ត្រហើយយើងឃើញធម្មតាដែលជាអ្នកតំណាងរាស្ត្រយើងឃើញថាជាទូទៅនៅក្នុងសង្គមជាធិបតេយ្យជាតំណាងរបស់ប្រជាពលរដ្ឋប៉ុន្តែដល់យើងការប្រើប្រព័ន្ធបោះឆ្នោតមួយតាមលក្ខណៈសមាមាត្រជាតំណាងរាស្ត្រគេបោះទៅឲ្យបកហើយបករៀបចំជាអ្នកតំណាងវិញតែលោកដឹងថាប្រហែលថ្ងៃគេដកលោកហាក់បីដូចជាលោកដឹងថាលោកមានកំហុសអីដឹងខ្លួនដែលថាត្រូវគេដកឬក៏យ៉ាងណាទៅឲ្យលោកជួយបញ្ជាក់ក្នុងនេះបាទរឿងកំហុសខ្ញុំមិនបានដឹងទេខ្ញុំមិនបានដឹងថាតើខ្ញុំខុសអីទេសូម្បីតាប្រជាពលរដ្ឋអ្នកដែលស្គាល់ខ្ញុំគេសួរខ្ញុំថាតើខ្ញុំមានកំហុសអីដែលត្រូវបានគេដកហ្នឹងខ្ញុំប្រាប់ថាអានេះវាជាគំនុំយូរទៅហើយនៅក្នុងបកហ្នឹងប៉ុន្តែខ្ញុំមិនដឹងជាបរិយាយរាយរាប់យ៉ាងម៉េចទៅប្រាប់ប្រជាពលរដ្ឋហ្នឹងថាខ្ញុំរស់នៅប្រកបដោយគោលដៅខ្ញុំធ្វើអ្វីមួយប្រកបដោយគោលដៅខ្ញុំចូលក្នុងគណៈបកសំរងស៊ីហ្នឹងគឺប្រកបដោយគោលដៅហើយគោលដៅហ្នឹងគឺមិនមែនតំណែងផ្ទាល់ខ្លួនខ្ញុំទេផងចំណុចហ្នឹងហើយបានខ្ញុំមិនចូលវិញទេពីព្រោះខ្ញុំដឹងថាខ្ញុំមិនអាចប្រើគណៈបកសំរងស៊ីហ្នឹងដើម្បីសម្រេចគោលដៅនឹងបានទេហើយហេតុអីបានខ្ញុំដឹងថាគេត្រូវដកខ្ញុំពីព្រោះឥឡូវហ្នឹងឈ្មោះខ្ញុំទៅឆ្លងគណៈកម្មការអចិន្ត្រៃយ៍រួចហើយអចិន្ត្រៃយ៍បរដ្ឋាភិបាលហ្នឹងរួចហើយតែឆ្លងគណៈកម្មការអចិន្ត្រៃយ៍ហើយជាទម្លាប់នៅក្នុងស្រុកខ្មែរយើងខ្ញុំធ្វើជាអ្នកតំណាងរាស្ត្រក្នុងរយៈពេលជាង2ឆ្នាំមកហ្នឹងខ្ញុំពុំដែលឃើញថាច្បាប់អីដែលឆ្លងអចិន្ត្រៃយ៍រួចហើយឆ្លងវាមិនរួចសូម្បីតែមួយពាក្យក៏មិនដែលកែបានដែរដូច្នេះខ្ញុំកំណត់ថាកាលណាឈ្មោះខ្ញុំត្រូវបានឆ្លងគណៈកម្មការអចិន្ត្រៃយ៍រួចហើយយកទៅដាក់ទៅក្នុងសភាពេញអង្គហើយមុខទៅហើយប៉ុន្តែខ្ញុំគ្មានសេចក្តីភ័យព្រួយអីទេដូចខ្ញុំនិយាយអញ្ចឹងថាខ្ញុំឲ្យតម្លៃជីវិតរបស់ខ្ញុំទៅតាមតម្លៃដែលខ្ញុំបានពិចារណាឃើញហើយខ្ញុំចង់បណ្ដុះអសតិសម្បញ្ញៈបែបហ្នឹងទៅឲ្យកូនខ្មែរចំនួនក្រោយថាកុំឲ្យគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនកាលណាយើងស្គាល់អំពីជីវិតរបស់ខ្លួនយើងច្បាស់យើងឲ្យតម្លៃតាមអាការពិចារណាល្អិតល្អន់របស់យើងទៅយើងឃើញថាយើងធ្វើឲ្យជីវិតរបស់យើងមួយដែលជាប្រយោជន៍សម្រាប់បុគ្គលទាំងអស់ដែលនៅក្នុងសង្គមរបស់យើងបានជីវិតបែបហ្នឹងគួរតែជាជីវិតប្រកបទៅដោយតម្លៃត្រឹមត្រូវពិតប្រាកដវាពុំមែនជាតម្លៃវាមិនមែនជាប្រយោជន៍សម្រាប់តែបុគ្គលខ្លួនយើងផ្ទាល់ណាខ្ញុំលើកឧទាហរណ៍អំពីអ្នកលក់ដូរថាខ្ញុំថានៅទីណាក៏ដោយពីព្រោះជាជីវិតដែលខ្ញុំធ្លាប់ជួបប្រទះខ្ញុំធ្លាប់ជាជីវិតរបស់ខ្ញុំផ្ទាល់អញ្ចឹងបានខ្ញុំចេះតែចង់អប់រំប្រជាពលរដ្ឋឲ្យគាត់រស់នៅប្រកបដោយគោលដៅកាលណាយើងរស់នៅប្រកបដោយគោលដៅថាមពលទាំងអស់ដែលយើងធ្វើគឺយើងបុកស្រួចទៅចំកន្លែងមួយអញ្ចឹងជីវិតយើងងាយនឹងជោគជ័យណាស់ប៉ុន្តែជោគជ័យត្រូវតែកំណត់ដោយខ្លួនឯងមិនមែនអ្នកដទៃកំណត់ឲ្យទេឧបមាថាខ្ញុំអញ្ចឹងខ្ញុំទួថាគេដកពីតំណែងរាស្ត្រខ្ញុំយល់ថាជោគជ័យហេតុអីបានជាខ្ញុំថាជោគជ័យដែលអ្នកដទៃគេថាមិនជោគជ័យពីព្រោះជាតម្លៃពុំមែនជាតម្លៃដែលមនុស្សភាគច្រើនឲ្យពុំមែនជាតម្លៃសកលដែលខ្ញុំគិតនោះគឺថាខ្ញុំបានធ្វើរឿងដែលត្រឹមត្រូវតាំងពីក្មេងមកខ្ញុំធ្លាប់ក្រលំបាកខ្ញុំធ្លាប់ជាជាងថតរូបខ្ញុំធ្លាប់ជាអ្នកលក់លាខ្ញុំធ្លាប់ជាអ្នកធ្វើអីពេចកប៉ុករត់ពន្ធជាមួយម្ដាយខ្ញុំច្រើនយ៉ាងបែបច្រើនយ៉ាងប៉ុន្តែក្នុងវិជ្ជាជីវៈរបស់ខ្ញុំមួយខ្ញុំបរិសុទ្ធណាស់ខ្ញុំលើកឧទាហរណ៍ថាអ្នកលក់ចាប់ហួយគាត់លក់ចាប់ហួយនៅក្នុងផ្ទះគាត់មានគ្រឿងក្រៅអូច្រើនណាស់មានប្រហុកមានផ្អកមានស្អីមានប៊ីចេងមានខ្ទឹមមានម្រេចអីអញ្ចឹងបើសិនណាជាគាត់បណ្ដោះសន្តានចិត្តឲ្យជាមនុស្សប្រកបដោយសីលធម៌រស់នៅដែលមានគោលដៅគាត់ត្រូវគិតថាខ្ញុំគឺជាអ្នកគត់គួងគ្រឿងទេសដ៏ល្អសម្រាប់មនុស្សលោកបានរស់ដោយស្នាដៃខ្ញុំដែលខ្ញុំជាឈ្មួញកណ្ដាលទៅអូសពីទៅនេះយកពីទៅនោះមកដើម្បីឲ្យអ្នកដែលក្បែរខាងនៅជិតខ្ញុំនឹងគាត់ងាយនឹងទិញរបស់របរមិនបាច់ដើរឆ្ងាយដោយខ្ញុំបានបម្រើសេវានឹងឲ្យគាត់អាលុយជារឿងទី2ទេយើងត្រូវមានមោទនភាពនឹងជីវិតដែលបានបម្រើសង្គមដល់ពេលគាត់មានគំនិតបែបហ្នឹងសូម្បីតែគាត់ឧបមាថាគាត់ជ្រុះដុំស្អីមួយនៅក្នុងផ្ទះមិនជ្រុះប្រហុកជ្រុះអីកប៉ិកប៉អញ្ចឹងមនុស្សយើងអាងតែគេមិនឃើញលើកផ្លុកដាក់ទៅវិញណាប៉ុន្តែមនុស្សរស់នៅដែលប្រកបដោយសីលធម៌ធ្វើអត់កើតទេហើយដល់ពេលណាយើងស្អាតដល់ប៉ុណ្ណឹងគេហៅស្អាតចិត្តពេលណាយើងស្អាតចិត្តយើងកើតសេចក្តីស្ងប់យើងមនុស្សម្នាក់ច្រឡំកន្លែងហ្នឹងកន្លែងថាខ្ញុំបានធ្វើអំពើល្អហើយប៉ុន្តែជួនកាលគេប្រតិកម្មជាអំពើអាក្រក់មកវិញថាខ្ញុំគ្មានបានសេចក្តីសុខសោះខ្ញុំធ្វើតែល្អជាមួយគេហើយហេតុអីបានគេធ្វើអញ្ចឹងមកវិញខ្ញុំគ្មានសេចក្តីសុខសោះសេចក្តីសុខគឺកើតពីខាងក្នុងកើតពីការជ្រះស្រឡះដែលយើងពុំបានមានមន្ទិលសង្ស័យថាយើងបានធ្វើខុសអាកន្លែងហ្នឹងដែលពុទ្ធបរិស័ទច្រើនតែច្រឡំថាខ្ញុំបានធ្វើល្អហើយតែគេវាយបកគេថាខ្ញុំនឹងចេះគេថាខ្ញុំនឹងចុះដើរនិយាយដើមខ្ញុំចេះដើរនិយាយដើមខ្ញុំចុះយើងត្រូវដឹងថាស
សេចក្តីសុខដែលប្រពុតអប់រំគឺសេចក្តីសុខពីខាងក្នុងដោយយើងពុំមានវិបដិសារីយើងស្អាតក្នុងចិត្តយើងថាយើងគ្មានមន្ទិលសង្ស័យថាយើងបានធ្វើអីខុសទេទោះបីអ្នកដទៃជេរទោះបីតែអ្នកដទៃថាមិនក៏ដោយពីព្រោះក្នុងសង្គមសង្គមបៀតបៀនហ្នឹងវាមានតាំងពីមុនប្រពុតមកទៀតមកចំនួនប្រពុតយើងបានឃើញហើយមានប្រពុតមានបុគ្គលណាដែលធ្វើមានជាបុគ្គលណាដែលបានធ្វើអាក្រក់ម្ដងប្រពុតហេតុអីបានមានទេវទត្តតាមផ្ដន់ទានោះសបញ្ជាក់ឲ្យឃើញថានៅក្នុងសង្គមណាក៏មានក្រុមអញ្ចឹងដែរហើយបើយើងបដ ாய் ឲ្យសង្គមយើងមានក្រុមអញ្ចឹងកាន់តែច្រើនគឺថាគេគ្រប់គ្រងគ្នាគេនោះអញ្ចឹងបានថាចៅបោះឆ្នោតឲ្យចៅអ្នកណាបោះឆ្នោតឲ្យអ្នកនោះគឺពួកឧទាហរណ៍ដូចខ្ញុំអញ្ចឹងខ្ញុំចង់ទៅសើចគេចោទខ្ញុំថាខ្ញុំចូលគណៈបកប្រជាជនគេខំលៀបពណ៌ប្រឹងអូយប្រឹងស្រាប់ទៅដល់ពេលឥឡូវស្រាប់ទៅដល់ពេលមេប្រធានហ្នឹងគាត់ទៅចូលអញ្ចឹងទៅគេស្រែកថាហើយចោះអាមួយហ្នឹងវាទៅណាវិញឥឡូវហ្នឹងវាទៅណាឥឡូវវាខ្លាំងអីបានខ្ញុំថាប្រជាពលរដ្ឋខ្មែរបើយើងណាជាយើងមិនអប់រំប្រជាពលរដ្ឋឲ្យចេះស្រឡាញ់អំពើយុត្តិធម៌ទេអំពើយុត្តិធម៌ហ្នឹងมันអាចរស់នៅมันអាចមានអធិភាពក្នុងសង្គមយើងបានទេពីព្រោះវាអត់មានការគ្រប់គ្រងអំពើល្អបើប្រជាពលរដ្ឋនៅក្នុងសង្គមគេដែលគេជឿនលឿនឃើញអំពើអាក្រក់របៀបហ្នឹងគេអត់គ្រប់គ្រងទេហើយបើមនុស្សដែលខ្មាស់បាបមនុស្សដែលមានហិរិយដូចខ្ញុំនិយាយថាធ្លាក់ដុំប្រហុកនៅដីនឹងអីអញ្ចឹងมันអាចរើសទៅទេឧបមាថាយើងជាអ្នកខ្ចប់នំខ្ចប់អីយើងអត់អាចធ្វើកលួងបានទេយើងមិនអាចជួយទៅញាបយើងអត់អាចលើបានទេពីព្រោះយើងមានមោទនភាពថាយើងជាអ្នកដែលផ្ដល់ចំណីដ៏ល្អសម្រាប់ទៅដល់សង្គមអីចឹងណាអ្នកនយោបាយក៏ដូចគ្នាបើសិនណាជាគាត់ជាមនុស្សដែលខ្មាស់បាបគាត់មិនមែនថាឧបមាថាអញឃើញចេះទៅមនុស្ស 4-5% ដឹងអ្នកផ្សេងទៀតអត់ដឹងទេអញឃើញអញ្ចឹងមនុស្សដែលមានការអប់រំខ្ពស់រហូតដល់មានហិរិយការខ្មាស់បាបណាសូម្បីតែខ្លួនឯងម្នាក់ដឹងក៏អត់ធ្វើដែរប៉ុន្តែអ្នកនយោបាយសប្តាហ៍សង្កេតមើលចុះគាត់ខូចមុខមាត់គាត់គិតឃើញថាទេអា 5% 6%ដឹងគង់តែដឹងហើយអញលៀបទៅវិញវាទៅអញថាវាវិញទៅដល់វាច្បោកច្បល់អត់ដឹងអាណាល្អអាណាអាក្រក់អញ្ចឹងបានគោលដៅរបស់ខ្ញុំថាមានតែការអប់រំប្រជាពលរដ្ឋឲ្យមានការយល់ដឹងខ្ពស់ហើយឲ្យមានសិលធម៌ខ្ពស់ទេទើបអ្នកដែលមានការអប់រំនឹងអ្នកដែលមានសិលធម៌ខ្ពស់ហ្នឹងអាចទៅកាន់ការងារជួយប្រទេសជាតិឲ្យបានពីព្រោះប្រជាពលរដ្ឋជាអ្នកគ្រប់គ្រងប្រជាពលរដ្ឋគាត់ជាអ្នកបោះឆ្នោតគ្រប់គ្រងអាត្រង់ចំណុចហ្នឹងហើយបានយើងត្រូវអប់រំប្រជាពលរដ្ឋក្នុងហើយជាជីវិតប្រកបដោយគោលដៅអាហ្នឹងសម្រាប់ខ្ញុំផ្ទាល់ខ្ញុំមានគោលដៅអញ្ចឹងគឺថាខ្ញុំត្រូវអប់រំប្រជាពលរដ្ឋឲ្យមានចំណេះដឹងខ្ពង់ខ្ពស់ឲ្យមានការយល់ដឹងខ្ពង់ខ្ពស់ឲ្យចេះស្រឡាញ់អំពើល្អឲ្យចេះស្រឡាញ់យុត្តិធម៌ទើបទីផ្សារអ្នកមានយុត្តិធម៌ហ្នឹងអាចរស់បាននឹងជាជីវិតប្រកបដោយគោលដៅទោះបីអ្នកណាថាមិនក៏ដោយប៉ុន្តែជីវិតរបស់ខ្ញុំប្រកបអញ្ចឹងទៅរហូតពីព្រោះខ្ញុំបានជោគជ័យរហូតដល់ថ្ងៃនេះគឺដោយសារជីវិតរបស់ខ្ញុំមានគោលដៅហើយមានគោលដៅហ្នឹងមកថាយើងថាទេអញ្ចឹងលក់បន្លែនៅតែលក់បន្លែអញ្ចឹងដាំស្រូវនៅតែដាំស្រូវទៅអញ្ចឹងព្រោះយើងមានគោលដៅត្រឹមប៉ុណ្ណឹងថាអត់ទៀតយើងមានគោលដៅរបស់យើងគឺថាគ្រប់កលៈទាំងអស់យើងមានគោលដៅបន្ទាប់ពីដាំស្រូវយើងសំបានយើងធ្វើអីទៀតក្នុងមុខតំណែងមួយហ្នឹងយើងមានគោលដៅទៀតបន្ទាប់ទៅទៀតយើងឈានឡើងមួយកលៈទៀតមានមួយកលៈទៀតប្រកបដោយគោលដៅយើងរស់នៅជុំវិញខ្លួនយើងដឹងខ្លួនយើងស្គាល់ខ្លួនយើងអត់បង្កើតប្រភពនៃទុក្ខដល់យូរទៅយើងស្រាយតែប្រភពនៃទុក្ខរបស់យើងភ្លេចធ្វើគុណសម្បត្តិសម្រាប់មនុស្សលោកទូទៅសម្រាប់បុគ្គលដែលមានគុណធម៌ខ្ពស់រស់នៅអញ្ចឹងរស់នៅអត់កើតទេអៀនខ្លួនឯងខ្មាស់ខ្លួនឯងដែលខ្លួនបានហូបបាយហូបសម្លហូបចំណីចំណុករស់នៅក្នុងបរិស្ថានដែលអ្នកដទៃគេបានធ្វើឲ្យយើងបានសេចក្តីសុខហើយយើងពុំបានធ្វើគុណប្រយោជន៍អីសម្រាប់អ្នកដទៃទៅវិញយើងអៀនទៅទៀតប៉ុន្តែមនុស្សសប្តាហ៍ថ្ងៃគ្មានការអប់រំគេយល់ឃើញថាអញ្ចឹងគ្មានអីត្រូវអៀនទេហើយគេមានចំនួនច្រើនទៀតអាត្រង់កន្លែងហ្នឹងដែលយើងថាចំនួនច្រើនគ្រាន់តែជាចំនួនច្រើនទេមិនមែនជាចំនួនត្រឹមត្រូវទេមិនមែនជាកំណត់ត្រឹមត្រូវទេសូមអរគុណ